សួស្តីបងប្អូនជាទីស្រឡាញ់រដូវត្រជាក់បានមកដល់ហើយនៅកឋានគំនរព្រឹកនេះគឺត្រជាក់ខ្លាំងមែនតើថ្ងៃនេះដែរខ្ញុំជាមួយនឹងអ្នកថែទាំជ្រូកបានមកលើកចំណីហើយយើងក៏បានជញ្ជូនចំណីយកទៅតាមរោងជ្រូកនីមួយៗបាទហើយនេះក៏ជាការងារដែលយើងតែងតែធ្វើដូចសពមួយដងគឺពេលព្រឹកយើងតែងតែដាក់ចំណីជញ្ជូនចំណីហើយនឹងបាញ់ទឹកលាងរោងបាទហើយខ្ញុំគិតថាពីមួយថ្ងៃទៅមួយថ្ងៃមេឃកាន់តែត្រជាក់ទៅចឹងហើយបងប្អូនសូមប្រុងប្រយ័ត្នជាមួយនឹងសុខភាពពាក់អាវឲ្យបានចិត្តជ្រាបពេលហាត់ប្រាណដើម្បីប្រឆាំងជំងឺក៏ដូចជាប្រឆាំងអាកាសធាតុអរគុណច្រើនចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានកំណត់ល្អៗក្នុងការចែករំលែកក៏ដូចជាស្ថាបរិះគន់ដើម្បីស្ថាបនាខ្ញុំបាទសូមទម្លាក់នៅក្នុង comment ដើម្បីខ្ញុំបាទមានកំណត់ល្អៗក្នុងការធ្វើវីដេអូពាក់ក្រោយទៀតក៏ដូចជាមានតិចល្អៗក្នុងការចែករំលែកបទពិសោធន៍នៃការចិញ្ចឹមជ្រូកចែកជូនបងប្អូនតាមដានទស្សនាសូមគោរពជូនពរបងប្អូនមានសុខភាពល្អនិងសុខសុភមង្គលគ្រប់គ្នាបាទ